ចេះខ្ញុំមកនេះហៅមកហ្នឹងដើម្បីខ្ញុំជំរាបអីពីអត្ថប្រយោជន៍ដែលអីមានបានមូលនិធិសមត្ថៈហ្នឹងករណីបើសិនជាមានកូនគាត់មានផ្ទៃពោះដូចអូនអញ្ចឹងមានផ្ទៃពោះត្រូវសម្រាលអញ្ចឹងរដ្ឋគេឧបត្ថម្ភដល់កូនអាយុ2ឆ្នាំមកប៉ុន្តែដំបូងគាត់ត្រូវមកពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពហើយគាត់យកសភៅពិនិត្យផ្ទៃពោះហ្នឹងទៅឃុំដើម្បីគេភ្ជាប់កម្មវិធីប្រាក់ឧបត្ថម្ភហ្នឹងណាប្រាក់ឧបត្ថម្ភហ្នឹងគឺគេឧបត្ថម្ភរៀងរាល់ពេលមកពិនិត្យសុខភាពហ្នឹងមកម្ដងបាន80000ដល់សម្រាលបាន400,000ទៀតនេះដោយសារគាត់អត់ដែលបានភ្ជាប់សោះហើយបានត្រូវទៅបញ្ចូលឈ្មោះបញ្ចូលអីតែបើសិនជាករណីគាត់បានមកភ្ជាប់តាំងពេលមានផ្ទៃពោះគាត់សម្រាលអញ្ចឹងអត់មានប្រវត្តិរត់ឯកសារធ្វើអីទេគាត់ណាមកសម្រាលអញ្ចឹងខ្ញុំអនុវត្តលក្ខខណ្ឌសម្រាលជូនគាត់បានប្រាក់ឧបត្ថម្ភ400,000ត្រឡប់ទៅវិញហើយចង់ជំរាបអ៊ីថាអ្នកដែលមានបានមូលនិធិសមត្ថៈហ្នឹងគ្រប់សេវាដែលមកប្រើនៅមណ្ឌលសុខភាពគឺអត់បង់ថ្លៃទេអត់មានបង់ថ្លៃអីទេណាទាំងសម្រាលទាំងបើកថ្នាំទាំងអីហ្នឹងហើយគាត់បានសហុយសម្រាប់ធ្វើដំណើរត្រឡប់ទៅវិញហ្នឹង20000រៀលទៀតចានេះគឺរដ្ឋអ្នកផ្ដល់ឲ្យអញ្ចឹងដោយសារអូនអត់បាននេះសោះខាតពិនិត្យផ្ទៃពោះកន្លងមកនេះ4ដងហ្នឹងអត់បានទេដោយសារអីអត់ដឹងអញ្ចឹងបើមានកូនក្រោយទៀតបើដូចថាខ្ញុំឃើញនៅក្នុងបាននេះមានឈ្មោះកូនស្រី2នាក់អាយុ25ម្នាក់ឬអាយុ28ម្នាក់អញ្ចឹងខ្ញុំប្រាប់អ៊ីឲ្យដឹងដើម្បីបើសិនជាករណីមានកូនស្រីនឹងគាត់មានផ្ទៃពោះទៀតទៅជាប់ប្រាក់ឧបត្ថម្ភនឹងដើម្បីទទួលបានប្រាក់ឧបត្ថម្ភនឹងទៅស្ដាយរដ្ឋខំផ្ដល់ឲ្យឯងយើងអត់បានទៅអញ្ចឹងណាហើយមួយទៀតពាក់ព័ន្ធនឹងពេលដែលភ្ជាប់ប្រាក់ឧបត្ថម្ភសម្រាលហ្នឹងគឺដោយសារអត់ដែលភ្ជាប់សោះអញ្ចឹងត្រូវទៅភ្ជាប់នៅឃុំទេណាអីហើយបន្ទាប់ពីភ្ជាប់ហើយដូចប្រាប់អញ្ចឹងកុំឲ្យលើសពី14ថ្ងៃហើយខ្ញុំចង់ឲ្យអីហ្នឹងធ្វើហ្នឹងភ្ជាប់ឲ្យបានមុនមួយអាទិត្យដោយសារជាធម្មតាបន្ទាប់ពីសម្រាលហើយសប្តាហ៍ទី1គឺយើងត្រូវពិនិត្យក្រោយសម្រាលលើកទី1ហ្នឹងបានប្រាក់ឧបត្ថម្ភ80000ដែរប្រាក់សម្រាប់ធ្វើដំណើរហ្នឹងណាអញ្ចឹងបើសិនជាភ្ជាប់បានមុនមួយអាទិត្យបានលុយសម្រាលកូនហ្នឹងហើយបានប្រាក់ឧបត្ថម្ភពេលក្រោយសម្រាលលើកទី1ហ្នឹង80000ទៀតតែបើភ្ជាប់អត់បានមុនមួយអាទិត្យទេអាប្រាក់ឧបត្ថម្ភលើកទី1 80000ហ្នឹងអត់បានទេអញ្ចឹងបានខ្ញុំថាសុំឲ្យឆាប់ទៅធ្វើឲ្យឆាប់ភ្ជាប់ទៅពាក់ព័ន្ធនឹងរឿងភ្ជាប់ហ្នឹងខ្ញុំបានសួរទៅខាង